អ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានគេកាត់ចំនួន7នាក់អញ្ចឹងខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាថាគេធ្វើកញ្ចក់អីខ្លះហើយនិយាយតិចតួចនៅលើវីដេអូរបស់ខ្ញុំតោះមកជាមួយគ្នាដំបូងខ្ញុំពាក់ម៉ាស់សិនដោយសារខ្ញុំពាក់ម៉ាស់ដោយសារចង់និយាយថាយើងការពារកុំឲ្យហុយដីហុយអីអញ្ចឹងណាខ្ញុំមានម៉ាស៊ីននៅលើតុរបស់ខ្ញុំមកប៉ុន្តែនេះខ្ញុំការពារជា2ដងដើម្បីកុំឲ្យព្រោះអីយើងធ្វើការអញ្ចឹងមួយថ្ងៃពេញអញ្ចឹងខ្ញុំជឿថាប្រកាសជាមានដីមានអីចូលមាត់អញ្ចឹងម៉ាស់ហ្នឹងវាជួយតិចតួចដែរហើយខ្ញុំចូលចិត្តពាក់ស្រោមដៃដោយសារខ្ញុំអត់ចង់ប៉ះដៃភ្ញៀវចង់និយាយថាវាមានអនាម័យអ្នកនរគ្នាយើងអត់ចង់ប៉ះដៃភ្ញៀវមិនដឹងថាគាត់កាន់ស្អីមកពីណាឬក៏ណាមួយពេលដែលយើងពាក់ស្រោមដៃអញ្ចឹងភ្ញៀវគាត់ឃើញអញ្ចឹងក៏គាត់ចូលចិត្តដែរដោយសារយើងមានអនាម័យដូចគ្នាគាត់ក៏ដឹងថាយើងកាន់អីដូចគ្នាដែរអញ្ចឹងណាអញ្ចឹងវាមានទៅមានមកអ្នកនរគ្នាហើយអាតិចតួចអញ្ចឹងសំខាន់មែនតើអ្នកទាំងអស់គ្នាដោយសារភ្ញៀវពេលគេមកធ្វើកញ្ចក់គេស្រាប់មើលអញ្ចឹងដែរមិនមែនថាតាធ្វើស្អាតហើយប៉ុន្តែកន្លែងគ្មានអនាម័យហងក៏គេអត់ធ្វើដែរអ្នកទាំងអស់គ្នាហើយរបស់ដែលខ្ញុំប្រើក៏ត្រូវមាននៅក្នុងចង់និយាយថាដាក់ក្នុងស្រោមត្រឹមត្រូវដែរនេះដាក់នៅក្នុងម៉ាស៊ីនសម្រាប់មេរោគហើយមិនយកមកប្រើអ្នកទាំងអស់គ្នាអញ្ចឹងហើយបានពេលគេមកធ្វើកញ្ចក់គេឃើញយើងមានអនាម័យអញ្ចឹងហើយយើងធ្វើស្អាតទៀតអានឹងគេកាន់តែចូលចិត្តទៀតអ្នកទាំងអស់គ្នាអញ្ចឹងមិនថាធ្វើស្អាតហើយគ្មានអនាម័យផងក៏គេមិនមកដែរអញ្ចឹងវាមានបន្តិចតួចហ្នឹងដែលធ្វើឲ្យភ្ញៀវចូលចិត្តយើងអ្នកទាំងអស់គ្នាអញ្ចឹងកុំភ្លេចបើសិនជាអ្នកទាំងអស់គ្នាធ្វើកញ្ចក់មើលថារបស់ក្នុងហាងខ្លួនឯងហ្នឹងមានអនាម័យអត់មានសណ្ដាប់ធ្នាប់អត់ហើយមើលទៅស្អាតហើយមើលទៅនេះអត់អញ្ចឹងមិនមែនតែចេះតែធ្វើកញ្ចក់មួយមុខទេត្រូវធ្វើចង់និយាយថាជុំវិញខ្លួនហ្នឹងយើងមើលទាំងអស់ហើយសូម្បីការស្លៀកពាក់ការចងសក់អីក៏ដោយអ្នកទាំងអស់គ្នាត្រូវមើលទាំងអស់ដែរចង់និយាយថាពេលអង្គុយធ្វើឲ្យគេហ្នឹងសក់អន្តែនតាយមកហ្នឹងក៏យើងវាគ្មានចិត្តក្នុងការធ្វើដែរអញ្ចឹងធ្វើអីធ្វើឲ្យអស់ពីចិត្តអ្នកទាំងអស់គ្នាកុំធ្វើលេងសើចហើយការស្លៀកពាក់ក៏មានភាពសំខាន់ដែរអញ្ចឹងណាតោះឥឡូវភ្ញៀវកញ្ចក់គាត់មកហើយភ្ញៀវកូនបងរបស់យើងចង់និយាយថាដុសបាន3អាទិត្យទេ3អាទិត្យហើយប៉ុន្តែក៏មើលកញ្ចក់នៅតែស្អាតដល់ឡើយអ្នកទាំងអស់គ្នាហើយអញ្ចឹងថ្ងៃហ្នឹងក៏គាត់សម្រាប់ចិត្តយកពណ៌ក្រហមម្ដងហើយអ្នកទាំងអស់គ្នានេះគឺជាការចាក់ជែលអ្នកទាំងអស់គ្នាមិនមែនចាក់ម្សៅចាក់ទឹកស្អុយអីទេគឺចាក់ជែលងាយស្រួលមែនតើហើយថ្ងៃនេះខ្ញុំមានអារម្មណ៍ថាខ្ញុំធ្វើរៀងអត់សូវស្អាតបន្តិចដោយសារខ្ញុំរៀងបញ្ញាប់ទៀតដោយសារភ្ញៀវ7នាក់អញ្ចឹងយើងអត់ចង់យឺតហើយភ្ញៀវកូនទី2របស់យើងគាត់គឺជាអ្នកចូលនិវត្តន៍អ្នកទាំងអស់គ្នាគាត់ឆ្លាញ់តែពណ៌សទេអញ្ចឹងមកដោះហើយលាបពណ៌សវិញហើយនេះគឺជាចាក់ជែលដូចគ្នាអ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាសួរថាធ្វើម៉េចតាក់ភ្ញៀវចិត្តបាននិយាយទៅឲ្យតែកញ្ចក់យើងជាប់អ្នកទាំងអស់គ្នាគេប្រើ4អាទិត្យ5អាទិត្យនៅតែជាប់អាហ្នឹងហើយតាក់ទាញចិត្តភ្ញៀវហើយកូនទី3របស់យើងគាត់មកអត់មានកញ្ចក់អីទាំងអស់ចង់និយាយថាកញ្ចក់គាត់ខ្លីៗហើយមើលទៅកតល់ហើយគាត់ចង់ធ្វើចុងសអ្នកទាំងអស់គ្នាចាក់ជែលដូចគ្នាហើយអញ្ចឹងយើងសេរីឲ្យមកស្អាតមកហើយលែងកតល់ទៀតទេឃើញទេហើយនេះ4អាទិត្យហើយអ្នកទាំងអស់គ្នាមើលចង់និយាយថា4អាទិត្យហើយក៏ដោយក៏ដៃក៏កញ្ចក់នៅតែស្អាតកញ្ចក់នៅតែថ្មីដែរអញ្ចឹងបើយើងធ្វើស្អាតណាអ្នកទាំងអស់គ្នាភ្ញៀវពេញចិត្តត្រង់ហ្នឹងបានន័យថាម៉េចគឺពេលកញ្ចក់គេដោះ4 5អាទិត្យក៏ដោយក៏វានៅតែស្អាតអញ្ចឹងចាក់ជែលដូចគ្នាអ្នកទាំងអស់គ្នាហាងខ្ញុំគឺពេញនិយមតែជែលហ្នឹងតែម្ដងគឺវាជាប់ល្អគឺវាស្អាតវាមើលទៅធម្មជាតិអត់មានអញែញ៉ាយហើយភ្ញៀវកូនបើរបស់យើងដែលខ្ញុំបានថតនេះគឺគាត់អូយដូចជា5អាទិត្យ6អាទិត្យហើយភ្ញៀវខ្ញុំភាគច្រើនអ្នកទាំងអស់គ្នាគាត់ស្រឡាញ់ធម្មជាតិអញ្ចឹងឃើញស្អាតអត់ចង់និយាយថាវាមើលទៅដូចជាកញ្ចក់យើងអញ្ចឹងណាធម្មជាតិថាវាមើលនិយាយទៅវាមើលទៅស្អាតថ្លៃថ្នូរហើយវាមិនសាំភ្នែកអញ្ចឹងចុងក្រោយខ្ញុំចង់និយាយប្រាប់អ្នកទាំងអស់គ្នាថាកញ្ចក់ធ្វើយ៉ាងម៉េចឲ្យជាប់បើកញ្ចក់យើងជាប់ភ្ញៀវក៏ជាប់នឹងយើងដែរគឺវិធីទីតែមួយបំផុតដែលតាក់ទាញចិត្តភ្ញៀវអញ្ចឹងហើយអ្នកទាំងអស់គ្នាធ្វើមិនខ្មិចគឺធ្វើឲ្យអស់ពីចិត្តណា